ជាយោបល់ដល់ក្រុមប្រធានថ្មីស្ដាប់បានហើយថានឹងត្រូវរកតាមច្បាប់អញ្ចឹងបន្តទៀតសូមការបកស្រាយឬក៏ជួយជាយោបល់សម្រាប់ប្រធានអាណត្តិមុននោះប្រហែលសតវត្សមកហើយនោះណាមានបទពិសោធន៍ឆ្លាំងខ្លាសូមអញ្ជើញមានយោបល់តិចមើលតែយ៉ាងម៉េចដែរត្រូវធ្វើយ៉ាងម៉េចបានជោគជ័យសូមថ្លែងគុំប្រតាំងទាំងពីរព្រះអង្គហើយនឹងសូមគោរពលោកយាយលោកតាពូមីងបងប្អូនទាំងអស់ដែលបានមកចូលរួមប្រជុំថ្ងៃនេះបាទអ្នកគ្រូនិយាយធ្វើមិនខ្ញុំជាដៃនសរហើយមកខ្ញុំស្គាល់ហើយគេជេរវិញ Facebook ឈ្មោះនេះជេរក្រុមគេជេរវិញ Facebook ស្គាល់ហើយជួយពោលហើយគេជេរតែវាមិនបញ្ហាវារឿងមិនពិតយើងមិនទុកក្នុងចិត្តឥឡូវដូចថាអញ្ចឹងស្រីប្រធានបាននិយាយមុនហើយឥឡូវបើយើងនេះទេមានតែយើងធ្វើតាមច្បាប់បាទធ្វើតាមបើបងប្អូនធ្វើតាមច្បាប់ដូចថាអញ្ចឹងធ្វើដោយសារតែយើងគាត់ជាប្រធានថ្មីគាត់គ្មានថវិកាទេបើយើងធ្វើតាមច្បាប់ត្រូវការថវិកាដើម្បីយើងទៅរកផ្លូវច្បាប់ហ្នឹងអញ្ចឹងហើយអាហ្នឹងមានតែអានេះចំពោះខ្ញុំនេះថាបើយើងថាសម្រាប់ធ្វើមានតែបងប្អូនជួយបាទបើបងប្អូនមិនជួយយើងក៏មិនអាចនេះបានដែរដោយថាអញ្ចឹងយើងបានតាក់ទងទៅខាងកាស៊ីណូហើយសួរគេហើយគេគិតតែរឿងលុយទេតែចាយត្រូវឬមិនត្រូវហើយMediator Association យើងក៏បានតាក់ទងគេដែរគេថាដូចអ្នកស្រីគាត់ថាអញ្ចឹងគេខាង professional ខាងហ្នឹងក៏ប៉ុន្តែតតែសងខាងស្ម័គ្រចិត្តមកឲ្យគេជួយដោះស្រាយឲ្យបានគេអាចនេះបានគេមិនអាចទៅបខំនេះបានទេតែខាងទាំងសងខាង casino ហើយនឹងខាង mediator ហ្នឹងបើគេនៅតែមិននេះទេមិនព្រមមកនេះយើងមកជួបយើងមកអីចឹងទេមានតែប្រើផ្លូវច្បាប់គេប្រាប់យើងហើយផ្លូវច្បាប់ផ្លូវច្បាប់បងប្អូនដឹងហើយផ្លូវច្បាប់មានតែជួល lawyer ជួលអីចឹងបាទតែនេះចង់សួរចំណាយដែលយើងហាយឡូយើងទៅអស់ប្រហែលយើងអាចប្រាប់បងប្អូនយើងអាចរៃ20 30 hack together I want to do that សង្គមយើងជឿនលឿនឲ្យសង្គមរស់បានយូរយើង partner to pay លុយលេលបិចដើម្បីឡោយើងអូខេមីងយល់ព្រមបាទនិយាយសួរតម្លៃយើងមិនតន់ដឹងទេតើយើងតាក់ទងទៅ lawyer បើថាបងប្អូនថាបងប្អូនយើងមកទេគេច្រើនវាត្រូវហើយបាទអ្នកមីងនិយាយត្រឹមត្រូវបើយើងរួមទាំងអស់គ្នាយើងអាចទៅរួចព្រោះករណីនេះមិនមែនមានកើតនៅតែកន្លែងយើងទេមានកើតច្រើនកន្លែងហើយនៅតាំងពី Vancouver ក៏ធ្លាប់មានដែរហើយនៅណា Windsor ឬអីក៏ធ្លាប់មានដែរEdmonton ក៏ធ្លាប់មានដែរអញ្ចឹងហើយតែងកន្លែងមួយតែងតែមានមកក្រុមតូចដើម្បីមកកន្លុកនេះហ្នឹងបាទដែលចាំបាននេះមួយចំនួនទឹកធន់ម្ដងយើងខ្វាយកុំឲ្យធ្វើតទៅទៀតចាំមានបន្តអត់ចោលបាទខ្ញុំយល់ស្របតាមអ្នកមីងដូចថាអញ្ចឹងមកពីមុនយើងចេះតែយកយល់យកយល់ច្រើនតែអ្នកក្រោយមកចេះតែធ្វើខ្លាំងទៅពួកយើងអត់ធ្វើបាទអញ្ចឹងហើយបាទឥឡូវបើនេះទេមានតែអញ្ចឹងមានតែយើងធ្វើតាមច្បាប់ដោយថាអញ្ចឹងនិយាយមកទៀតគឺមានបងប្អូនយើងនៅនេះទាំងអស់ជួយគ្នាប៉ុណ្្នឹងទេជួបបើសិនជាគេចង់ជួយគេចូលតាមមិនតាមរបៀបណាចូលតាមរបៀបណា
យើងនឹង យើងអត់ស្គាល់សម្រាប់សិនទេចាំធ្វើអីក្រៅពីច្បាប់ទៀតមានចំណុចណាមួយដែលអាចក្រៅធ្វើក្រៅទៅច្បាប់ហ្នឹងយើងមានអីទៀតដែរហើយលោកមានអំពូលក៏បងមួយណាដែលដឹងមានអាចទៅនិយាយដល់ពួកគាត់នឹងឲ្យបញ្ហាជាតាមនៅខាងដើមគេមកជួបជនតែលើតែជួបនេះណាអាចហៅពួករបស់បានមានអ្នកណាអាចស្ម័គ្រចិត្តទៅហៅពួកគាត់ឲ្យមកជួប ចូលក្រុមកោចូលបងឯករាជ្យអត់មានទេ គោចបហ្នឹងគាត់ថាគេអត់ទទួលគាត់គេអត់ទទួលទេក៏ប៉ុន្តែខ្ញុំនេះខ្ញុំសូមនិយាយគោចបតិចគោចបហ្នឹងបង្កើតមកយូរយូរហើយគឺតាំងពីជំនាន់ខ្ញុំតាមនេះមុនខ្ញុំកាន់ជាតំណែងប្រធានទៀតនោះហើយការគាត់ជាជាប់ជាប្រធានហ្នឹងក៏គោចបហ្នឹងអ្នករៀបចំបោះឆ្នោតគាត់ជាប់នឹងដែរតែដោយសារលើកនេះខាងនេះនឹងមិនធ្វើតាមគេដែលគេចង់គេថាខាងគោចបហ្នឹងមិនត្រឹមត្រូវគេរំលាយចោលអញ្ចឹងរំលាយឲ្យឯកតោទេពី បាទ ជាក៏ប្រហែលការជួបចាអីគេទទួលស្គាល់សម្រាប់ខ្លួនគាត់អីខ្លួនហើយគោចបគឺមានគឺសមាជិកចេញពីក្រុមសមាគមទាំងអស់គឺមួយគឺប្រធានគោចបទី2គឺសមាជិកទី2គឺក្រុមម្នាក់ក្នុងពុទ្ធកសមាគមម្នាក់ទៀតគឺក្នុងសមាគមស្ត្រីម្នាក់ទៀតគឺសមាគមខ្លួនឯងនឹងម្នាក់តំណាងឲ្យសមាគមហើយនឹងប្រជាជន2នាក់ទៀត3នាក់គាត់ហើយដល់ពេលពួកគាត់ហ្នឹងដាក់ពាក្យស្នើសុំឲ្យពជាដល់ខាងក៏ចបអត់ព្រមពជាតាមថាអត់ប្រសិទ្ធភាពគេរំលាយចោលគេអត់ទទួលស្គាល់អាហ្នឹងអញ្ចឹងតែរឿងតាក់ទងvớiការសុំពជាពេលផនគាត់ហ្នឹងក៏ចូលបហ្នឹងគាត់មិនមែនលំអៀងទេពួកការហ្នឹងខ្ញុំនៅក្នុងប្រជុំដែរគាត់សួរយកមតិភាគច្រើនរបស់ប្រជាជនដែលចូលទាំងអស់ក្នុងពេលខែ5បន្ទាប់ពីចូលឆ្នាំហើយនោះគាត់សួរថាឥឡូវបងប្អូនយល់យ៉ាងណាពេលនោះអ្នកដែលមកចូលរួមទាំងអស់គ្នាហ្នឹងគាត់ថាมันអាចទទួលយកបានទេសូមឲ្យទទួលការសូមឲ្យធ្វើការបោះឆ្នោតទៅតាមអាណត្តិចាអញ្ចឹងក៏ចូលបងក៏អត់បានប្រើសិទ្ធិរបស់គាត់ហ្នឹងមកកំណត់ថាត្រូវតែបោះឆ្នោតដែរហ្នឹងខ្ញុំចាំបានច្បាស់អញ្ចឹងហើយទេមកចាអញ្ចឹងគាត់ថាមតិភាគច្រើនដដែលគាត់អត់មានបានសម្រេចទេគឺគាត់ឲ្យមតិភាគច្រើននឹងយល់យ៉ាងណាចំពោះការស្នើសុំហ្នឹងហើយពេលហ្នឹងគ្រូគាត់ក៏យល់ស្របដែរថានឹងបោះឆ្នោតខែ9ហ្នឹងកំណត់តាំងថ្ងៃនៃការដាក់ deadline បេក្ខជនដែលចង់ចូលឈ្មោះជាប្រធានទៀតឥឡូវយើងមកចូលដែរគាត់ថាកោចូលបោលំអៀងកោចូលបោលំអៀងរំលាយកោចូលបោស្អីគាត់ធ្វើតែខ្លួនគាត់ណាចាអរគុណឥឡូវបាន2នាក់ហើយថាត្រូវរកច្បាប់អញ្ចឹងសូមម្នាក់ទៀតសិនចាំថាចង់រកអីដែរអរគុណទេគុណនេះហើយខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះសង្ឃពីរអង្គសូមជម្រាបសួរលោកអ៊ំពូមីបងប្អូនទាំងអស់ទាក់ទងនឹងបញ្ហាសង្គមយើងខ្មែរយើងនៅទីក្រុងខាល់ហ្គារីនេះមិនជាច្រើនប្រមាណទេខ្ញុំគិតទៅប្រហែលជាថាបើរាប់ជាគ្រួសារខ្ញុំគិតទេណាអត់បានតួលេខពីពិតប្រាកដទេប៉ុន្តែខ្ញុំគិតថាប្រហែលជា500គ្រួសារទេចុះហើយមនុស្សចូលជា1000អ្នកជាងចុះមនុស្សបើរួមចំនួនមនុស្សហើយទាក់ទងនឹងសមាគមខ្មែរយើងដែលមានធំបើយើងដឹងមាន3ទី1គឺសមាគមខ្មែរដែលយើងលើកយកមកនិយាយឥឡូវនេះទី2គឺពុទ្ធកសមាគមទី3គឺសមាគមនារីប៉ុន្តែសមាគមនារីអត់មានបានហ្វាន់អំពីរដ្ឋទេអញ្ចឹងទេបងមែនទេអត់មានបានជំនួយពីរដ្ឋទេបាទអញ្ចឹងមែនអ្នកគ្រូអ្នកប្រធាន
បាទអញ្ចឹងតកតងនឹងរឿងនេះកើតឡើងដែលមានមូលហេតុកើតឡើងខ្ញុំនិយាយអកក្រោយបន្តិចដើម្បីឲ្យបងប្អូនអំពូមីងប្រគេនដល់ព្រះសង្ឃបានជ្រាបតកតងនឹងរឿងនេះកើតឡើងដោយសារពីអាណត្តិមកហើយដែលសមាគមខ្មែរពេលដែលជាប់ប្រធានពូច័ន្ទវឿនពេលនោះ2019មក18 19 20ដល់21បានជាប់មកបង្ហាញអញ្ចឹងខ្ញុំនៅព្រឹត្តិការណ៍ហ្នឹងខ្ញុំមើលសកម្មភាពគាត់រហូតហើយអត់បានដូចជាមិនមានអីចោទថាកូវីដដែលឆ្លងអីចឹងអាហ្នឹងវាសំហេតុសំផលហើយអាហ្នឹងវាអត់មានសកម្មភាពអីមែនហ្នឹងពីអាណត្តិពូច័ន្ទវឿនក្រោយមកបន្ទាប់ពីពូច័ន្ទវឿនគាត់ឈប់ទៅតំណែងហ្នឹងអត់មាននរណាឈរឈ្មោះទៀតក៏លោកមាសហែមហើយនឹងសមាជិករបស់គាត់ហ្នឹងក៏បានជាប់ជាប្រធានប៉ុន្តែក្រោយមកមុនខ្ញុំនិយាយកាត់តិចទៅគឺក្រោយមកមុនចូលឆ្នាំថ្មីយើងខែ4នេះខ្ញុំក៏បានសួរបង្រៀននៅវត្តហ្នឹងកាលហ្នឹងបុណ្យធ្វើបុណ្យសិទ្ធិនារីនៅវត្តសិទ្ធិនារីនៅវត្តខ្ញុំសួរថាបងឯងចូលទៅប្រធានទៅហើយមានបងដាវីតនៅនឹងដែរគាត់ថាចូលយ៉ាងម៉េចបើគេបិទกระดาษនោះដល់ពជាដល់2027នោះខ្ញុំថាហេមិនចឹងខ្ញុំអត់ដឹងអត់ឃើញហើយខ្ញុំក៏មិនមែនជាស្អីដែរតែមកជួយវត្តសូត្រខវវកលិសួនហ្នឹងដល់ពេលចឹងទៅគាត់ថានោះគេបិទដល់2027គេពជាអញ្ចឹងវាលើសទៅជា5ឆ្នាំហើយបើអញ្ចឹងហ៎ហើយកាលណា5ឆ្នាំវា break law community នេះបានន័យថា3ឆ្នាំទេអ្នកឯងត្រូវបោះឆ្នោតហើយពេលវិជាហ្នឹងគាត់យកกระดาษមកបិទហើយអត់មាននរណាដឹងឮទេសូម្បីប្រសង់គង់នៅហ្នឹងគេថាគេជួល office ហ្នឹងក៏អត់មាននរណាដឹងឮដែរហើយនិយាយពីការបុករុករបស់គាត់មករុករៀនទាំងរៀនប្រសង់ហ្នឹងជាច្រើនដល់រុករៀនរុកហើយរៀនទៀតបាទពាក្យថារុករៀននេះមិនល្អទេបាទចង់ស្គៀលចង់ឆ្កេះទៀតហ្នឹងមិនទៅបាទអញ្ចឹងខ្ញុំតែតែមើលសកម្មភាពពួកគាត់ហើយគាត់ថាដូចមើលយើងអត់ដឹងអីចឹងគេថាដូចណោខ្វាក់ចឹងអញ្ចឹងហើយខ្ញុំតែសង្កេតហើយខ្ញុំប្រាប់ពូអ៊ូចសរិនពូប្រធានខ្ញុំថាពូបើគេនៅតែធ្វើចឹងទេពុទ្ធកសមាគមនឹងឈប់ជួលកន្លែងហ្នឹងឲ្យទៅចំណុចហ្នឹងឈប់ជួលឲ្យយ៉ាងម៉េចដោយសារមករុករៀនប្រសង់ហើយនៅវត្តយើងនេះនៅណាក៏ដោយបើអត់មានប្រសង់ពុទ្ធបរិស័ទខ្ញុំជឿថាមកតិចណាអត់មានអ្នកមកទេព្រោះយើងអ្នកកាន់ពុទ្ធសាសនាហើយស្គាល់ថាឲ្យមកជុំគ្នានឹងមកហើយអត់មកទេបាទតែបើហៅទៅផាធីប្រហែលជាទៅខ្លះខ្ញុំដើរចូលក្នុងសង្គមខ្ញុំដើរប៉ុន្តែខ្ញុំមកសាក់ពីលោកមែនប៉ុន្តែកន្លែងណាក៏ខ្ញុំទៅដែរចាំទៅកន្លែងណាក៏ខ្ញុំទៅខ្ញុំទៅដើម្បីរៀនសិក្សាពីសង្គមហ្នឹងបាទហើយដល់ហើយគេថាបន្តអញ្ចឹងក៏ខ្ញុំប្រាប់ខ្ញុំសរសេរលិខិតអញ្ជើញគេតាមហើយខ្ញុំអត់ហ៊ាន direct ទេ indirect ទៅតាមបងកោជបគិតថាគាត់ជាគណៈកម្មការកណ្ដាលយើងមិនអញ្ចឹងទេកាលណាយើងធ្វើកិច្ចការអីមួយយើងចង់ឲ្យភាគីមកមួយយើងតែតែមានអាហ្នឹងគេហៅដូចមេបាអញ្ចឹងអាញាកណ្ដាលអញ្ចឹងទុកចិត្តគាត់ហ្នឹងជាកោជបខ្ញុំថារូបអញ្ជើញមកដើម្បីនិយាយគ្នាយើងអត់ចង់ឲ្យធ្វើកិច្ចការអីរំលងទេដល់ទី1អត់មកទេពីឆ្លើយតែជាប់វល់ហើយឲ្យទៅលឿនពេកហើយខ្ញុំនិយាយប្រាប់បងខុនអញ្ចឹងខ្ញុំថាខ្ញុំអត់មានទូនាទីអីទេហើយដល់ហើយគេថាក្រោយមកគេមកប្រជុំមុនចូលឆ្នាំហ្នឹងគេថាសវត្តខ្ញុំជាសវត្តអនាមិកអញ្ចឹងហ៎បន្តចូលឆ្នាំហើយគេថាសវត្តខ្ញុំសវត្តណាអាណាមិកទៅអាណាទៅបើសិនជាអាណាមិកបានន័យថាបោះនេះយកទៅផ្លុំចោលបោះចោលគេមិនដឹងមិនអញ្ចឹងអាណាមិកបានន័យថារបស់នេះយកទៅផ្លុំចោលអត់ឲ្យដឹងទេតែនេះតាមរយៈកោជបខ្ញុំអញ្ជើញគាត់លើកទី1លើកទី2ហើយបានគេណាត់ប្រជុំគេណាត់មកជុំគ្នាណាណាត់មកជុំគ្នាក៏ដែលពួកគាត់និយាយក្នុងវីដេអូថាចាចោះពុទ្ធិកសមាគមហេតុអី
បានពជាពេលរហូតមកដល់ជុំដែរចំណុចសំខាន់ខ្ញុំគិតថាចំណុចសំខាន់ចោះសមាគមខ្មែរហ្នឹងទាំងពីរហ្នឹងធ្វើជាមួយគ្នាហើយសិតតែប្រជាជនខ្មែរទាំងអស់គ្នាដែរឥឡូវបើពុទ្ធិកៈមិនធ្វើជុំមិនធ្វើចូលឆ្នាំបើយើងគិតថាបែកពីគ្នាចោះហេតុអីបានមកធ្វើជាមួយគ្នាហើយហៅមកប្រជុំអត់មកទេហើយដល់ពេលចង់ធ្វើទៅហល់ទៅអីទៅធ្វើមួយគ្នាចាស់យើងហេតុអីមិនមកប្រជុំមកនិយាយដោះស្រាយគ្នាគាត់ចង់ធ្វើអញ្ចឹងអានេះគឺថាគិតថាគេនឹងគឺខ្ញុំមិនដឹងអីអញ្ចឹងបាទតែអញ្ចឹងហើយបានគាត់នេះបងមកទួចូលបងមកថាអញ្ចឹងដែលថ្ងៃគេណាត់មកប្រជុំយើងសន្មត់ថាថ្ងៃទី20 ខែ 9 ហ្នឹងត្រូវតែបោះឆ្នោតសមាគមខ្មែរនិងពុទ្ធិកសមាគមនៅពេលនោះតែម្ដងការសម្រេចហ្នឹងហើយខ្ញុំមានប្រជុំលើកទី1លើកទី2អីលិខិតហ្នឹងនៅខ្ញុំទាំងអស់តែកដាស់គេដាក់ពជាដល់2ឆ្នាំហ្នឹងនៅខ្ញុំទាំងអស់តែខ្ញុំគប់ពីទុកឯងខ្ញុំមិនបានទុកអាស៊ីនទេហើយអញ្ចឹងហើយបងខុនគាត់ថាកាលពេលប្រជុំហ្នឹងអាពជាពីពេលហ្នឹងសបុតហ្នឹងជាមូលភ័ក្រហើយបានន័យថាសបុតហ្នឹងវាអត់មានអត្តពលអត់មានឧបតយទៀតទេគាត់ក៏យកកដាស់ហ្នឹងចេញទៅហើយបើគាត់ចោទគាត់ថាបងខុនហ្នឹងជាមិនលំអៀងចាស់កោតគាត់ឡើងជាប្រធានហេតុអីបានគាត់មិនថាគាត់លំអៀងផងហើយលំអៀងយ៉ាងម៉េចបើមកពីពុទ្ធិកមួយមកពីសមាគមមួយមកពីខាងស្ត្រីមួយមកពីប្រជាជន2អញ្ចឹងហ៎បាទអញ្ចឹង3 5ហើយធ្វើកិច្ចការនឹងទាំងអស់គ្នាហើយវត្តយើងបើសិនជាសមាគមដើរបែកខ្ញែកជា2អញ្ចឹងសួរថាធ្វើកិច្ចការជាមួយគ្នាមិនកើតតែសង្គមខ្មែរទាំងអស់គ្នាហ្នឹងទាំងអស់គ្នាហើយជាពិសេសខ្លាំងហេរ៉ាញឹងក៏ចេញពីអូ deal ទេស្អីសពបែបយ៉ាង deal គេรู้ថាមិនតន់ត្រអញ្ចឹងគឺថាពួកនឹងមកក្រុមភាពច្រើនតែចាំបើភាពច្រើនគេមិនចង់យើងគិតជា logic ណាបាទជា logic ថាប្រជាជនគេមិនតន់ត្រច្រើនបានន័យថាប្រជាធិបតេយ្យតែនៅនេះអត់មានណាបង្ខំណាទេមិនអញ្ចឹងពុកម៉ែបងប្អូនហុំពូមីផងហ្នឹងបាទអានេះខ្ញុំនិយាយពីប្រវត្តិដែលយើងមកដល់សប្តាហ៍ថ្ងៃហ្នឹងដល់ថ្ងៃទី20ហ្នឹងចាប់ដើមនេះមុនថ្ងៃបោះឆ្នោតជុំហ្នឹងបើប្រអប់សមុទ្រមុនហ្នឹង2អាទិត្យទេបងថ្ងៃទី27 ខែ 7ត្រូវបើប្រអប់ឆ្នោតដែលបេក្ខជនដែលឈរជាតំណាងបើសិនជាមាន2អ្នក3អ្នកឡើងទៅយើងបោះឆ្នោតទៅអ្នកណាមានលេខច្រើនជាងគេជាប់ធ្វើទៅហើយកិច្ចការនេះសិតតែ volunteer ទាំងអស់គ្នាហើយដល់ពេលអញ្ចឹងហើយដល់ពេលថ្ងៃប្រកាសនៅប្រជុំបងប្អូនមីងពូអីអ៊ំអីដឹងគេប្រកែកថាគេអត់យល់ព្រមទេបដិសេធបោះឆ្នោតនេះអត់ត្រឹមត្រូវទេគេវិជាទៅកន្លះខែទៀតអស់ពីអត់បានចង់និយាយថាអស់ពីអ្នកណាមកក្រោយធ្វើអស់ពីទៀតទៅមិនធម្មតាឥឡូវយករដ្ឋមន្ត្រីអី Justin Trudeau លាលែងមុនហើយគេមាន office យករដ្ឋមន្ត្រីធ្វើប៉ុន្តែអាហ្នឹងទាក់ទងធំវាមាន building វាយរបស់ government ចឹងទៅប៉ុន្តែយើងជាសហគមន៍មួយទូចអ្នកណាធ្វើទៀតហើយដែលវត្តនេះមិនជួលពីមូលហេតុខ្ញុំនិយាយមិញហ្នឹងមករករៀនលោកសពបែបយ៉ាងចោតលោកសពបែបយ៉ាងចោតលោកនេះណាបើសិនជាលោករលlawyerមកប្តឹងវិញអ្នកឯងត្រូវ500 ម៉ែត្រចេញពីវត្តនេះអត់មានចូលមកចិត្តបានទេអត្តរេសរបស់ប្រសង់នៅនេះអញ្ចឹងមែនអត់ច្បាប់កាសណាអញ្ចឹងអ្នកឯងមកកណ្ដាលនេះបើជាប់ផ្ទះគ្នាអ្នកឯងនិយាយឮគេ complain បានតែអ្នកឯងមករករៀនដល់ប្រសង់ប៉ុណ្ណឹងហើយជាសាសនាទៀតណាបាទតើអ្នកឯងឃើញនឹងយ៉ាងម៉េចអានេះខ្ញុំក៏តែជម្រាបឲ្យបងប្អូនពុកម៉ែដឹងដែលខ្ញុំដឹងមកតាំងពីឆ្នាំ2000រឿងហ្នឹងតិចតាំងពី2023តុងខែ11បាទមកដេញលោកខ្មែរមកកាលគិរីមិនគ្រប់គ្រងលោកនឹងទេនិយាយពីវីដេអូក្នុង live Facebook ទៀតជប់យកបាយទៅឲ្យលោកនឹងមិនចង់ហៅថាឆានទេបើថាស៊ីទៀតបាទធ្ងន់ណាស់ហើយខ្ញុំ
มือនៅក្នុង comment នៅកន្លែងនឹងរហូតហើយមិនមែនមាន Facebook តែមួយទេ Facebook បងប្អូនយើងមាន connect គ្នាច្រើនណាស់តែមានហើយឃើញហ្នឹងបាទអានឹងតកតងអញ្ចឹងហើយរហូតដល់ដេញដល់រឿងប្រាក់ retirement របស់ប្រសងទៀតអានឹងនិយាយដល់មែនតើច្រើនមាននៅក្នុងនឹងច្រើនទៀតបាទប្រដឹងប្រសងទៀតដឹងទៅរត់ទៀតឲ្យដកលុយ retirement លោកទៀតតើបងប្អូនទទួលយកបានទេកន្លែងហ្នឹងបាទអីចឹងហើយតែប្រហែលជា 4-5 នាក់ទេមនុស្សក្នុងហ្នឹងហើយពុទ្ធបងប្អូនដឹងនៅកន្លែងហ្នឹងអញ្ចឹងហើយក្នុងនាម